ខ្ញុំបាទសូមលំអរកាយជម្រាបសួរដល់អ៊ំពូមីមីងបងប្អូនប្រជាកសិករទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យក៏ដូចជាបងប្អូនប្រជាកសិករទាំងអស់នៅទូទាំងប្រទេសកម្ពុជាខ្ញុំបាទឈ្មោះប៊ុនណាផានិតជាតំណាងផ្នែកលក់នៅក្រុមហ៊ុន Bayon Heritage Holding Group បាទថ្ងៃនេះផងដែរខ្ញុំបាទសូមបង្ហាញអំពីការដាំដំណាំពោតរបស់លោកពូស៊ឺរិននៅភូមិគុតសតឃុំគុតសតស្រុកអូយជ្រៅខេត្តបន្ទាយមានជ័យបាទសម្រាប់ដំណាំពោតដែលគាត់បានជ្រើសរើសយកមកដាំដុះនេះគឺពូជហនុមាន99S1 បាទចំពោះពូជពោតនេះគឺជាពូជពោតដែលផ្អែមឆ្ងាញ់ហើយនិងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាព្រោះវាមានផ្លែធំគ្រាប់ផ្អែមឆ្ងាញ់លក់ដាច់នៅលើទីផ្សារនិងអាចដាំដុះគ្រប់រដូវកាលផងដែរបាទហើយបន្តមកទៀតខ្ញុំសូមបង្ហាញអំពីបច្ចេកទេសដាំដុះដល់ប្រជាកសិករទាំងអស់ឲ្យបានជ្រាបច្បាស់អំពីការដាំដំណាំពោតផងដែរបាទចំពោះការរៀបចំដីគឺយើងគួរភ្ជួរដីឲ្យជ្រៅហាលថ្ងៃនិងកាប់រំលំដីឲ្យមាត់រួចរៀបចំដីជាប្រឡាយឬមួយក៏ជារងបាទហើយសម្រាប់ការដាំនោះគឺយើងអាចកប់គ្រាប់ដោយផ្ទាល់ដោយដាក់មួយឬក៏ទៅពីរគ្រាប់ក្នុងមួយរណ្ដៅបាទគម្លាតរវាងរណ្ដៅគឺ20សង់ទីម៉ែត្រទៅ25សង់ទីម៉ែត្រនិងចន្លោះរងគឺ60សង់ទីម៉ែត្រទៅ70សង់ទីម៉ែត្របាទត្រូវស្រោចទឹកឲ្យជោគបន្ទាប់ពីដាក់គ្រាប់រួចដើម្បីឲ្យគ្រាប់ដុះបានល្អហើយចំពោះការថែទាំនិងការស្រោចទឹកបាទចំពោះដំណាំពោតគឺវាត្រូវការទឹកច្រើនជាពិសេសគឺនៅពេលដែលវាចាប់ដើមចេញផ្អូកឬក៏ចេញផ្កាបាទនិងពេលដែលកំពុងបង្កើតគ្រាប់គួរតែស្រោចទឹកជាប្រចាំកុំឲ្យដីស្ងួតពេកចំពោះការដាក់ជីរបស់លោកពូស៊ឺរិនការដាក់ជីទ្រាប់បាតជាមួយជី NPK សញ្ញាក្បាលសឹងលេខ271226និងបូកជាមួយជីអ៊ុយរ៉េបន្តិចនៅពេលដាំបាទនៅតាមគុម្ពនីមួយៗឬក៏រណ្ដៅបាទហើយសម្រាប់ការដាក់ជីបន្ថែមលើកទី1នៅពេលអាយុកាល20ទៅ25ថ្ងៃបាទនិងដាក់ជីលើកទី2ពេលអាយុកាល45ទៅ50ថ្ងៃព្រមទាំងគល់ដីបន្ថែមដើម្បីកុំឲ្យដើមដួលបាទសម្រាប់ការប្រមូលផលដំណាំពោតហនុមាននេះជាទូទៅអាចប្រមូលផលបានក្នុងរយៈពេលប្រហែល65ទៅ75ថ្ងៃក្រោយពេលដាំអាស្រ័យលើអាកាសធាតុបាទគួរប្រមូលផលពេលផ្លែពោតមានសភាពខ្ចីល្មមទើបមានសភាពផ្អែមនិងលក់មានតម្លៃខ្ពស់បាទអញ្ចឹងសូមបងប្អូនជួយ like និងជួយ share និង comment បើសិនជាមានបញ្ហាចម្ងល់ផ្សេងៗបាទបើសិនជាមានចំណាប់អារម្មណ៍តាក់ទងចង់បានជីយកទៅប្រើប្រាស់បាទសូមតាក់ទងមកលេខទូរស័ព្ទបាទ081 408 595និងមួយខ្សែទៀត071 33 55 041បាទសូមអរគុណបាទ